ចាសស្ដីបងបងថ្ងៃនេះខ្ញុំចង់បង្ហាញបងបងពីរបៀប set up ប្រភេទសោថ្មីរបស់យើងគឺ Lusano Cyber Edge ចារបៀប set up គឺជាដំបូងបងបងត្រូវចុចជាមួយនឹងផ្កាយធុងឈូកចាបន្ទាប់ពីចុចផ្កាយជាមួយនឹងធុងឈូកហើយគឺបងបងត្រូវចុចជាមួយនឹងលេខកូដដែលមកពីក្រុមហ៊ុនរបស់គេផ្ទាល់គឺលេខ1 2 3 4 5 6រួចចុចត្រង់ជ្រូកចាបន្ទាប់មកចុចម្ដងទៀតចាបន្ទាប់ពី successful ហើយគឺលេខ1នេះគឺយើងការ add ជាមួយនឹង face scan ក៏ដូចជា scan បាតដៃចាអញ្ចឹងនៅពេលដែលចុចលេខ1ហើយគឺវាលោតប៊ូតុងលេខ1និងលេខ2សម្រាប់លេខ1គឺយើងអាចធ្វើការ set up ជាមួយនឹង face scanចាបន្ទាប់ពី successful នៅពេលដែលយើង add ជាមួយនឹង face scan ហើយគឺយើងចុចលេខ2ដើម្បី scan ជាមួយនឹងបាតដៃចាបន្ទាប់ពី successful ហើយគឺយើងចុចថយក្រោយវិញចាសម្រាប់លេខ2គឺយើង add ជាមួយនឹង fingerprintចាបន្ទាប់ពី fingerprint យើង successful ហើយគឺយើងថយក្រោយវិញគឺយើងត្រឡប់ចាអញ្ចឹងសម្រាប់លេខ3នេះដែរគឺយើងធ្វើការ add ជាមួយនឹងលេខកូដចាសម្រាប់លេខកូដគឺខ្ញុំដាក់11 22 33 44ចាបន្ទាប់ពី successful ហើយគឺយើងត្រឡប់ថយក្រោយវិញគឺយើងចូលទៅលេខ4សម្រាប់លេខ4នេះគឺការ scan កាតអញ្ចឹងនៅពេលដែលយើងចុចហើយតើយើងដាក់កាតរបស់យើងចាអញ្ចឹងបន្ទាប់ពី set up រួចរាល់ហើយគឺយើងមកសាកប្រើជាមួយនឹងសោរបស់យើងផ្ទាល់ថាតើជោគជ័យឬអត់ចាអញ្ចឹងជាដំបូងគឺខ្ញុំប្រើជាមួយនឹងលេខកូដចាបន្ទាប់ពីប្រើជាមួយនឹងលេខកូដហើយគឺខ្ញុំធ្វើការប្រើជាមួយនឹង fingerprint ចាបន្ទាប់ពីប្រើជាមួយនឹង fingerprint ហើយគឺខ្ញុំធ្វើការប្រើជាមួយនឹងការ scan មុខចាបន្ទាប់ពីការប្រើជាមួយនឹងការ scan មុខរួចរាល់ហើយគឺខ្ញុំធ្វើការប្រើជាមួយនឹងមុខងារ scan បាតដៃចាបន្ទាប់ពីប្រើជាមួយនឹងមុខងារ scan បាតដៃរួចរាល់គឺខ្ញុំប្រើជាមួយនឹងមុខងារ scan កាតចាបន្ទាប់ពីប្រាប់ពីរបៀប set up ជាមួយនឹងកាតលេខកូដក៏ដូចជាការ scan មុខ scan បាតដៃនិង scan កញ្ចក់ដៃរួចរាល់ហើយគឺខ្ញុំមកប្រាប់ពីរបៀបការចាក់កុនសោសម្រាប់ model នេះដែរគឺកុនសោរបស់យើងគឺយើងចាក់នៅក្រោមដៃនេះបងចាអញ្ចឹងជាដំបូងគឺយើងធ្វើការកាច់ដៃសោរបស់យើងសិនចាអញ្ចឹងនៅពេលដែលកាច់ដៃហើយគឺបងឃើញកន្លែងកលាក់នេះមួយចាអញ្ចឹងចុចកន្លែងនឹងឡើងមកគឺយើងឃើញកន្លែងចុចកុនសោរបស់យើងហើយ